កល្យានមិត្តអ្នកស្ដាប់បង្ហាអារម្មណ៍មកកាន់បាត់ដំបងដងស្ទឹងសង្កែទឹកដីជាទីស្នេហាទឹកដីនៃមនោសញ្ចេតនារបស់កវីស្ទើរតែគ្រប់ចំនួនឯភាគពីជាប់ព្រំដែនថៃនេះម្ដងកុលាបបាត់ដំបងកន្លងច្រើនឆ្នាំមកហើយដែលខ្ញុំនិងអ្នករងទុក្ខថប់ផ្សាដោយសារសង្គ្រាមតែអ្វីដែលអ្នកមានហើយបាត់បង់ទៅពេលនេះបានវិលមកវិញហើយកុលាបបាត់ដំបងអើយបងមកវិញហើយណាថ្លៃអូកុលាបដែលបងចូលមកតាថ្លៃនៅទីណាអូបងត្រឡប់មករកទៅ10ឆ្នាំអត់ទៅហើយជួនអន្តរសាចង់ជួបមុខអូនអូនអយ៉ាងណាទៅស្រីបងលឺតែគេប្រាប់ថាប្រសិវអូនអនបីអូនឡោជាផ្កាចំទៅជំរាបពីថ្លៃតាមមែនឬទេបើសិនរៀមមានវាសនាបានជួបមកម្ចាស់ស្នេហ៍បងនឹងខំស្រោចទឹកនឹងក្នុងឲ្យម្ចាស់ស្នេហ៍ស្គាល់តែសង្សារបងលឺតែគេប្រាប់ថាប្រសិវអូនអនបីអូនឡោជាផ្កាចំទៅជំរាបពីថ្លៃតាមមែនឬទេបើសិនរៀមមានវាសនាបានជួបមកម្ចាស់ស្នេហ៍បងនឹងខំស្រោចទឹកក្នុងហើយឲ្យម្ចាស់ស្នេហ៍ស្គាល់តែសង្សារបាត់ដំបងដងស្ទឹងសង្កែពិតជាដួងខែនៃមនោសញ្ចេតនាទោះបីជាចាស់ឲ្យអស់100,000ទំព័រទៀតក៏មិនអាចរៀបរាប់អស់ពីសម្រស់ធម្មជាតិរបស់អ្នកដែររឿងបាត់ដំបងចង់ចិត្តខ្ញុំហើយស្ទឹងសង្កែអើយកំហូរបញ្ច្រាស់សូមលោកមេបាមីងមាក្មេងចាស់ជួយប្រណីខ្លះដល់កវីផងបងដើរមកស្ទឹងលឺជ្រឹងពួនយំឆ្លងដល់ជំរំចំការព្រួយស្រីវារត់ប្រឹងរីទទួលកវីគ្រូចមកលួចមើលមុំចំការស្រីធំជាច្រើនតាសាមកចេញផ្លែសង្កែចេញកាដូចណាប់ចិនដាឲ្យជួបកវីតវត្តតាមក្រហមដាំង
ក្តីស្រឡាញ់ជួនកាលមិនមែនកើតឡើងពីរូបសម្ផស្សទេនៅមានកត្តាច្រើនទៀតក៏អាចជាមូលហេតុដែរក្នុងនោះស្នេហាដែលកើតឡើងពីការអាណិតអាសូរជាស្នេហាដែលទទួលបានភាគរយច្រើនជាងគេដែលមានជីវិតរស់លូតលាស់បានទៅដល់មានផ្លែផ្កាត្រឹមត្រូវគឺអាពាហ៍ពិពាហ៍ប្រភេទចុងក្រោយនឹងហើយជាស្នេហារបស់បងចំពោះអូនក្នុងពេលនេះអណ្ដាតភ្លើងស្នេហ៍ដែលកំពុងឆាបឆួលក្នុងទ្រូងបងនេះជាស្នេហាបរិសុទ្ធជាអណ្ដាតភ្លើងដែលផ្ដើមចេញពីការអាណិតមុនស្រឡាញ់ក្រោយនេះជាលើកដំបូងក្នុងឆាកជីវិតតែមួយរបស់បងដែលអង្វរសូមស្នេហ៍ពីស្រីសូមអូនប្រណីដល់ក្តីសង្ឃឹមនាយប់12កើតរបស់បងនេះថា12កើតខែអើតលឹមលឹមគួចមើលឃើញអូនញញឹមបងលួចសងខឹមនឹងជីវិតថ្មីរលកទុនលេបងពេលជាមួយដល់ស្រីអូនឡងលួងលោមគង់ស្រីប្រណីបងស្ដាំក្រសោបអោបចង់កែងអូនដៃឈើហេងខ្ញុំដៃស្ដាំស្ងួនខ្លួនហើយនឹងខ្លួនអងរួនរកគ្នារៀមរំអោបស្រីដូចប្តីប្រពន្ធរៀបការដូចខ្លួនបានដូចអង្គសត្រាបានឡើងឲ្យរៀបស្បត់ទៅចងណាស្រងពិសេសតែតែម៉ែស្រីឲ្យលើហេតុអ្វីបងស្នេហ៍ស្រីម្លែងបាត់មុខមួយថ្ងៃហើយស្រីគឺប្រែងដូចបាត់របងពីស្នេហ៍ហើយក្នុងចិនយើងជួបគ្នាទេអូនណាឲ្យតែមេត្តាទោះបីរឿងរ៉ាវយ៉ាងណាបើសូមសច្ចាថាស៊ូទទួលស្នេហ៍ព្រោះអាណិតដួងចិត្តមិនងាយប្រែប្រួលលើស្នេហ៍ឆាបឈួលអូនណាឲ្យទទួលអងបងបងអង្វរប៉ុណ្ណឹងហើយអូននៅកន្តើយដល់ណាទៀតដើម្បីឲ្យអូនបានយល់ពីក្តីស្នេហ៍របស់បងហើយដើម្បីឲ្យបងបានរសាយនៅទុកកង្វល់ពីក្នុងទ្រូងខ្លះទោះជាក្តីស្នេហ៍មិនបានស្ថិតនៅក្នុងរង្វង់ដៃទាំងទ្វេរបស់បងក៏ដោយក៏បងសូមផ្ញើនៅចម្រៀងស្នេហ៍ដែលសារភាពចេញពីដួងចិត្តបរិសុទ្ធដើម្បីច្រៀងបំពេព្រលឹងស្នេហ៍ពីចម្ងាយបើអូនស្ដាប់កាលណាសូមស្រីមេត្តាយល់ដល់ចិត្តស្នេហ៍របស់បងខ្លះផងគ្រាន់តែបានយល់ស្គាល់ខាងត្រាចិនលួចប្រាថ្នាលើស្រីគេងក៏មិនលួងនឹកស្រមៃឃើញតែភាំងស្រីជាប់នឹងនេត្រាបងសូមផ្ញើនឹងចរណៃវាមួយយ៉ាងខ្លីគឺជាតែងក្តីស្នេហាសូមអូនមេត្តាដល់ចិនរៀមផងបំណងបងស្នេហ៍តែបលែងតើអូនព្រមស្មានទេពីស្អី
ងត្រាស្រទន់មានមុនស្នេហ៍ល្អផុនគេក្នុងលោកីបើសិនអនព្រមរួមពីសម័យចរណហើយកែគុំទុយចិនដាបងសូមច្រៀងចំរៀងស្នេហ៍ច្រៀងស្នំបំពេប្រលឹងដែលរៀងស្នេហ៍បើស្ដាប់កាលណាសូមចិនដាចាប្រណីសូមចិត្តថ្លៃចែកខន្តីកនដងតស្នេហ៍របស់បងត្រាស្រទន់មានមុនស្នេហ៍ល្អផុនគេក្នុងលោកីបើសិនអូនព្រមរួមពីសម័យចរណហើយកែគុំព្រួយចិនដាបងសូមច្រៀងចំរៀងស្នេហ៍ច្រៀងស្នំបំពេប្រលឹងដែលរៀងស្នេហ៍បើស្ដាប់កាលណាសូមចិនណាចែកប្រណីសូមចិត្តថ្លៃចែកខន្តីសនដង